ទីបំផុតបានញ៉ាំសាច់ខ្ងានស្ងោរឆ្នាំងដីដ៏ឆ្ងាញ់របស់ពូហើយល្អណាស់ពួកអ្នកភូមិវាងខាងក្រោយកំពុងតែត្រៀមថ្លឹងជើងខ្ងានហើយមានរឿងអីគ្នានឹងត្រូវលេងហ្គេមរស់រានមានជីវិតមែនទេវាអាម្នាក់នេះមើលទៅមិនស្រួលទេវាប្រកាសជាអ្នកលួចហើយស្ងាត់មាត់អ្នកស្រែកខ្លាំងជាងគេប៉ុន្តែអ្នកមិនខ្វល់រឿងអ្នកណាលួចខ្នានទេអ្នកកំពុងតែមានពិរុទ្ធក្នុងចិត្តកុំនិយាយផ្ដេសផ្ដាសខ្ញុំមានពិរុទ្ធរឿងអីពេលអ្នកស្រែកឲ្យគេវាយមាត់អ្នកលើកបន្តិចនេះជាសញ្ញានៃការមើលងាយនិងការលួចត្រេកអរអ្នកមិនហ៊ានមើលមុខមេភូមិទេភ្នែកអ្នកកំពុងសម្លឹងទៅក្រោមខាងស្ដាំអ្នកកំពុងនឹកឃើញរឿងពិតដែលអ្នកលាក់បាំងនិយាយមកយប់មិញអ្នកទៅធ្វើអី3 2ខ្ញុំអត់បានលួចខ្នានទេខ្ញុំគ្រាន់តែដើរឆ្លងកាត់ផ្ទះអ្នកគ្រប់គ្រងភូមិនៅយប់មិញខ្ញុំពួនមើលលើជញ្ជាំងបន្តិចខ្ញុំខ្លាចអ្នករកឃើញស្នាមជើងខ្ញុំយប់មិញខ្ញុំកំពុងលាងពោះវៀនជ្រូកក្នុងទីធ្លាផ្ទះចង់មើលស្អីទៀតរឿងក្នុងភូមិនេះក្លិនមិនសូវល្អសោះអូយអ្នកគឺជាសៀវជឺកូនប្រុសរបស់ពូឈិនដែលរៀនថ្នាក់បរិញ្ញាបត្រនៅទីក្រុងមែនទេពូខ្ងាននោះខ្ញុំរៀនផ្នែកចិត្តវិទ្យាអនុវត្តខ្ងាននោះជាខ្ងានពូតម្លៃជាង$1000បើគ្មានវាតើពូយកអីមកទទួលភ្ញៀវយប់នេះពូខ្ងានស្ងោរឆ្នាំងដីរបស់ខ្ញុំបាត់ហើយមែនទេគឺគ្នានឹងហើយដែលបាត់ទៅខ្ងានខ្ញុំនឹងដោះស្រាយរឿងនេះក្នុង24ម៉ោងខ្ញុំនឹងឲ្យវាដើរត្រឡប់មកវិញដោយខ្លួនឯងកូនសិស្សដូចឯងនេះធ្វើជាអ្នកស៊ើបអង្កេតអីបើតម្រុយមួយក៏គ្មានផងតម្រុយវាសរសេរនៅលើមុខអ្នកគ្រប់គ្នានេះហើយនិស្សិតឲ្យខ្នានបាត់ឯងយកឧបករណ៍មកធ្វើអីធ្វើពិធីមែនទេអ្នកទាំងអស់គ្នាប្រហែលជាមិនដឹងទេពូខ្នាននេះជាសត្វសម្រាប់ពិសោធន៍របស់វិទ្យាស្ថានកសិកម្មក្នុងចិញ្ចៀនជើងរបស់វាមានបំពាក់បន្ទះឈីបគេស្តាមដានកម្រិតយោធាពេលលើរឿងចម្លែកបែបនេះមនុស្សធម្មតានឹងមានអារម្មណ៍ភ្ញាក់ផ្អើលរួចនឹងព្យាយាមកុហកដើម្បីលាក់បាំងខ្ញុំចង់ដឹងណាស់ថាអ្នកណាជាអ្នកលាក់បាំងរឿងនេះឲ្យតែខ្ញុំបើកកម្មវិធីក្នុងទូរស័ព្ទ3 វិនាទីក្រោយមកខ្ញុំនឹងដឹងថាខ្នាននៅផ្ទះអ្នកណាបើអ្នកណាហ៊ានសារភាពឥឡូវនឹងចាត់ទុកថាជាការប្រកួតខ្លួនពូមិនបាច់ប្តឹងប៉ូលីសទេខ្ញុំរកឃើញមុខសញ្ញាហើយអ្នកណាម្នាក់ដែលកំពុងជក់ថ្នាំជក់នោះពូខ្ញុំនឹងលេងជំនួសអ្នកបើចាញ់ខ្ញុំជាអ្នកសងលោកតាចៅឬថាពេលនៅក្មេងលោកតាពូកែខាងបបាញ់ណាស់ចាប់សត្វព្រៃមិនមែនជារឿងពិបាកទេមែនទេមើលចុះតែឥឡូវចាស់ហើយធ្វើអីលែងកាត់ហើយឈឺណាស់គាត់មានអាការៈភ័យខ្លាចភ្លាមគាត់មានអារម្មណ៍ការពារខ្លួនភ្លាមនេះបញ្ជាក់ថាគាត់មានទោសក្នុងចិត្តចុះលោកតាបើមានអ្នកចាប់បានគ្នាដែលមានឧបករណ៍តាមដានតើគួរតែសម្លាប់ចោលដើម្បីបំបត្តិភស្តុតាងឬទុកវាចិញ្ចឹមបន្តនិស្សិតឲ្យលេងវាទៅកុំនិយាយរឿងឥតប្រយោជន៍ហើយអ្វីលោកតាជឿញើច្រើនម្លេះហើយនៅនឹងកន្សែងលោកតាហើយអ្វីមានរោមសត្វពណ៌ជាប់នៅនឹងឯងកុំមកចោទប្រកាន់ផ្ដេសផ្ដាសនោះវាជារោមមន់នៅផ្ទះខ្ញុំទេតែគាត់ញ័រហើយគៀកនឹងខ្លួនបែបនេះគឺច្បាស់ជាមានពិរុទ្ធហើយខ្នាននោះប្រហែលជានៅរស់គាត់មិនហ៊ានសម្លាប់វាទេឲ្យតែរកឃើញខ្នានអាហារពេលល្ងាចយើងមានសាច់ខ្នានញ៉ាំហើយនិស្សិតឲ្យបើឯងចេះទស្សទាយជួយមើលឲ្យមីងម្នាក់ផងមីងខ្ញុំរៀនផ្នែកចិត្តវិទ្យាមិនមែនទស្សទីទេមិនខ្វល់ទេមេភូមិបាត់ខ្នានឯផ្ទះខ្ញុំបាត់ឆ្នាំងដែកដ៏ធំរបស់ដូនតាខ្ញុំយប់មិញព្យួរក្នុងទីធ្លាព្រឹកឡើងក៏បាត់លួចខ្នានហើយលួចឆ្នាំងដែកទៀតបើតាមហេតុផលនៃការលួចគឺអាចជាមនុស្សតែម្នាក់ធ្វើរឿងនេះមីងតើផ្ទះលោកតាចៅមានឆ្នាំងដែកkhôngទេផ្ទះគាត់ក្រណាស់ឆ្នាំងចាស់នោះធ្លុះអស់ហើយប្រើបានតែធ្វើម្ហូបតិចតួចប៉ុណ្ណោះ
ស្ងល់គ្នាមិនកើតទេអូអីចឹងនេះឯងលោកតាចៅលួចខ្ញានដើម្បីស្ងល់ប៉ុន្តែផ្ទះគ្មានឆ្នាំងធំទើបគាត់ឆ្លៀតលួចឆ្នាំងរបស់មីងហូតតាំងគ្រប់គ្រាន់ហើយមីងតោះទៅចាប់ចោលយកឆ្នាំងមកវិញមិនល្អទេសជឺលោកតាចៅនាំប្រពន្ធទៅពេទ្យនៅទីក្រុងហើយផ្ទះចាក់សជាប់ទៅពេទ្យមែនទេរត់រួចក្តីតែផ្ទះនៅទីនេះថ្ងៃនេះខ្ញុំត្រូវតែបំបែកទ្វារនេះឲ្យបានពុះតាក់ចុះការបំបែកទ្វារវាខុសច្បាប់ចុះគាត់លួចខ្ញានខ្ញុំ$1000មិនខុសច្បាប់ទេសៀវជឿចេញទៅខ្ញុំជាអ្នកទទួលខុសត្រូវដើម្បីមើលថាក្នុងនោះមានគ្នាមែនឬអត់ពូមិនត្រឹមតែជាអ្នកជួលផ្ទះទេប៉ុន្តែជាមេភូមិទៀតបើពូធ្វើគំរូមិនល្អតើអ្នកណានឹងគោរពពូទៀតលោកតាចៅប្រញាប់ទៅពេទ្យប្រហែលជាជំងឺប្រពន្ធគាត់ធ្ងន់ធ្ងរហើយគាត់លួចខ្ញានលួចឆ្នាំងប្រហែលជាចង់បំពេញបំណងប្រាថ្នាចុងក្រោយរបស់ប្រពន្ធគាត់ពូលោកតាចៅមិនមែនរត់គេចខ្លួនពីបទល្មើសទេគាត់ទៅសង្គ្រោះជីវិតមនុស្សសង្គ្រោះអីកាក់ថ្នាំក្នុងទីធ្លានៅស្រស់នៅឡើយបើគ្នានៅខាងក្នុងមែនការបំបែកទ្វាររបស់យើងនឹងបំផ្លាញសេចក្តីសង្ឃឹមក្នុងការរស់របស់ប្រពន្ធគាត់ថ្ងៃនេះយើងមិនអាចដណ្ដើមយកវិញឲ្យហាន់តាបានទេចុះឲ្យពូធ្វើម៉េចថ្ងៃពូត្រូវបាត់បង់អត់ប្រយោជន៍បែបនេះអ្នកណាថាបាត់ខ្ញុំមិនត្រឹមតែយកវាត្រឡប់មកវិញទេថែមទាំងឲ្យគាត់ស្ម័គ្រចិត្តយកមកឲ្យពូដល់ផ្ទះទៀតសៀវជឿឯងចង់ធ្វើអីថ្ងៃពូមិនដែលបានចាក់វ៉ាក់សាំងអ្វីដែលឯងនិយាយនឹងទេសូមជម្រាបជូនអ្នកភូមិទាំងអស់ឲ្យបានជ្រាបពាក់ព័ន្ធនឹងខ្ញានដែលបាត់មានរឿងបន្ទាន់មួយត្រូវប្រកាសខ្ញាននេះជាពូជពិសេសរបស់វិទ្យាស្ថានកសិកម្មដែលបានចាក់អង្គទីកអាត្រូពីនវាមិនគ្រោះថ្នាក់ដល់ខ្ញានទេប៉ុន្តែបើមនុស្សយកទៅបរិភោគជាពិសេសស្ងោរទឹកស៊ុបជាតិពុលនឹងកើនឡើងទ្វេដងស្រាលនឹងក្អួតចង្អោរធ្ងន់នឹងខូចសរីរាង្គបើអ្នកណាបានឃើញខ្ញាននេះកុំយកមកប្រើឲ្យសោះខ្ញុំនិយាយម្ដងទៀតកុំយកមកប្រើឲ្យសោះលោកចៅតើលោកត្រឡប់មកវិញហើយលោកបានរៀបវិទ្យុតាមភូមិទេវិទ្យុអីខ្ញុំនៅទីក្រុងមិនបានឬទេគេថាទីផ្ទះមេភូមិមានជាតិពុលព្រោះគេចាក់អរម៉ូនបើស្ងោររហូតនឹងស្លាប់មិនខានតាឯងកើតអីអត់សុខមែនទេអត់អីទេខ្យល់បក់ខ្លាំងពេកទើបខ្ញុំឆ្លោះចង្កេះតិចតួចតានេះអាធំលឹងហើយនៅធ្វើស្អីខាងក្រៅទៀតអត់មានស្អីទេខ្ញុំគ្រាន់តែមកសំលៀងកំបិតទីមានជាតិពុលបើហូបទៅនឹងស្លាប់បើខ្ញុំស្ងោរឲ្យយាយហូបទៅមានរឿងខ្ញុំច្បាស់ជាខ្លាចជាឃាតករសម្រាប់មនុស្សមិនខានលោកប៉ូលីសលីមែនទេបាត់នៅភូមិយើងនេះឯងស្អែកម៉ោង8ព្រឹកនាំឆ្កែប៉ូលីសមកមែនទេបាទឲ្យតែទីនៅក្នុងភូមិឆ្កែហិតក្លិនបន្តិចនឹងរកឃើញហើយដល់ពេលចាប់បាននឹងកាត់ទោសភ្លាមឲ្យតែទីរត់ត្រឡប់មកក្រោយសាលាភូមិវិញរឿងនេះចប់ត្រឹមនឹងលោកមិនប្រកាន់ទេគួរឲ្យស្ដាយណាស់ទីមិនមែនជាមនុស្សមិននឹងចេះរត់មកវិញទៅយប់នេះកុំចាក់សោទ្វារក្រោយសាលាភូមិហើយបិទកាមេរ៉ាសុវត្ថិភាពផងលោកភ្លើទៅហើយមែនទេចោលលួចរបស់នៅមិនទាន់ចាប់បានផងលោកឲ្យខ្ញុំបើកទ្វាររងចាំចោលមែនទេមិនមែនរងចាំឲ្យចោលលួចទេគឺរងចាំឲ្យរបស់ត្រឡប់មកវិញយប់នេះទីដែលបាត់នឹងត្រឡប់មកសាលាភូមិដោយខ្លួនឯងជាក់ជាមិនខានលោកលីចៅតើលោកតាមរកពីរាល់ថ្ងៃខ្ញុំនិយាយហើយតើឆ្នាំងរបស់ខ្ញុំអ្នកណារ៉ាប់រងខ្ញុំមិនដឹងទេបើថ្ងៃនេះលោកមិនរកឆ្នាំងឲ្យខ្ញុំទេខ្ញុំនឹងប្តឹងពីបទមិនអើពើអ្នកមីងវាងកុំបារម្ភអីយប់មិញខ្ញុំមើលផ្កាយក៏ដឹងថាឆ្នាំងអ្នកមីងនឹងទាមេភូមិនៅមាននិស័យយប់នេះពួកវានឹងត្រឡប់មកសាលាភូមិជាមួយគ្នាអាចឈួតឯងនេះមើលសិភៅច្រើនពេកទៅជាឈួតហើយមែនទេឆ្នាំងនឹងទាត្រឡប់មកជាមួយគ្នាពួកវាអាចរស់ដោយខ្លួនឯងបានមែនគ្រប់យ៉ាងលើលោកសុទ្ធតែមានវិញ្ញាណ
ក្មួយដើម្បីរកទាននឹងឆ្នាំងមកវិញយប់នេះទ្វារក្រោយត្រូវតែទុកចំបានខ្ញុំជឿលោកយប់នេះមិនចាក់សោទេអ្នកណានៅនឹងអូអាអ្នកលួចទាននេះឯងល្អណាស់លើកនេះចាប់បានស្ទាក់ដៃអ្នកណានៅនឹងលីសេរឿងដែលលោកលួចមើលស្ត្រីមេម៉ាយងូតទឹកកាលពីយប់មិញមិនទាន់ចប់ទេណាម៉ែឲ្យខ្មោចលងហើយខ្ញុំទុកទ្វារឲ្យហើយឆាប់ឡើងតាក់ឆ្នាំងខាងឆ្វេងទៀតដាក់ខាងស្ដាំនិស្សិតអរគុណច្រើនណាស់មិនបាច់អរគុណទេស្អែកមកហូបស្ងោរទាជាមួយឆ្នាំងនេះចុះអរព្រះឲ្យឆ្នាំងដូនតាខ្ញុំត្រឡប់មកវិញមែនល្អាំងណាស់និស្សិតនិយាយត្រូវទៀតត្រឡប់មកវិញដោយនាំទាំងឆ្នាំងមកផងយប់មិញខ្ញុំឬសំឡេងខ្មោចយំត្រូវតែជាខ្មោចយកទៀមឲ្យវិញហើយគ្រប់គ្នាឈប់ទាយទៅវាដោយសារទាមានបច្ចេកវិទ្យាកផ្ចលវាខ្លាចគេចាប់បានលួចយកមកឲ្យវិញពាក់កណ្ដាលយប់បែបនេះគេហៅថាអំណាចនៃច្បាប់ក្មួយជឺក្មួយពិតជាផ្កាយនាំសំណាងរបស់ភូមិយើងពិតមែនក្មួយមិនត្រឹមតែរកទីឃើញថែមទាំងជួយមិនឲ្យមានចំនួនជាមួយភូមិជិតខាងទៀតតើចង់បានអីពូនឹងរកឲ្យគ្រប់យ៉ាងពូខ្ញុំចង់បានតែមួយមកគត់ពូធ្វើថ្ងៃនេះតែម្ដងទៅតើខ្ចីឆ្នាំងអ្នកមីងវាងមកហើយឬនៅមួយជឺនេះជាទាពូជមិនអាចហូបបានទេម្សិលមិញពូទៅនិយាយថាទូលក់ទ្រព្យសម្បត្តិរកឲ្យក្មួយទៅទីក្រុងទិញហងធំយកដែលនៅរស់ថ្ងៃនេះយើងហូបជប់លៀងគ្នាតាមភូមិក្មួយជឿញ៉ាំឲ្យឆ្អែតទៅកម្លាំងខួរក្បាលដែលចំណាយទៅទទួលបានផលវិញហើយនិស្សិតអរគុណលោកតាច់អីមេភូមិចិត្តខាងគេវាយលោកលីចៅឯងបាត់ទីហើយរកមិនឃើញទៅលួចធ្វើរឿងខ្វក់បែបនេះមែនទេយប់មិញឯងមកស្ទាក់វាយខ្ញុំ
vìខ្ញុំស្ទើរងាប់រឿងនេះមិនចប់ត្រឹមនេះទេលោកកុំនិយាយផ្ដេសផ្ដាសយកមិញខ្ញុំនៅសាលាភូមិចាំយាមទាដែលបាត់តើខ្ញុំមានពេលណាទៅវាលោកខ្ញុំមិនព្រមទទួលស្គាល់មែនទេបានប្រភពទឹកខាងលើនៅក្នុងដៃភូមិយើងចាប់ពីថ្ងៃនេះទៅខ្ញុំនឹងផ្ដាច់ទឹកមិនឲ្យភូមិលោកប្រើដំណាំក្នុងដីសត្វចិញ្ចឹមទាំងឡាយឲ្យញាប់ឲ្យអស់ទៅបើអញ្ចឹងទៅមុខទៀតទូតែហងក៏គ្មានហូបដែរមកបង្ករឿងជាមួយខ្ញុំបែបនេះគឺស្វែងរកក្តីវិនាសហើយមេភូមិវាងលោកថាមានគេស្ទាក់វីលោកបើអញ្ចឹងមិនបានលោកដឹងថាជាអ្នកភូមិយើងធ្វើអ្នកដែលវាខ្ញុំគេជឿថាឲ្យចេះលួចទៀតទៅក្រៅពីអ្នកភូមិលោកតើមានអ្នកណាទៀតមេភូមិវាងលោកកំពុងកុហកលោកមិនមែនត្រូវគេវាដោយស្ទាក់វីនោះទេហើយលោកមិនត្រឹមតែស្គាល់អ្នកវីទេលោកថែមទាំងកំពុងការពារគេទៀតអាពូជក្មេងមិនទាន់ដោះរោមកុំមាត់អីផ្ដេសផ្ដាសគេស្ទាក់វីខ្ញុំមែនមនុស្សដែលត្រូវគេស្ទាក់វាយតាមធម្មតាគឺត្រូវយកដៃការពារក្បាលរបួសត្រូវតែនៅក្បាលខាងក្រោយខ្នងនឹងដៃគ្រប់គ្នាពិនិត្យមើលឲ្យច្បាស់ដៃលោកស្អាតណាស់គ្មានស្នាមរបួសអ្វីបន្តិចសោះនេះបង្ហាញថាអ្នកដែលវាលោកគឺលោកស្គាល់លោកមិនបានការពារខ្លួនទេគេវាលោកត្រង់តែម្ដងខ្ញុំពេលនោះស្រវឹងស្រាមិនដឹងខ្លួនទើបមិនបានការពារពេលលោកនិយាយថាស្រវឹងសំដីលោកនិយាយលឿនជាងមុនហើយភ្នែកលោកព្រិចញឹកជាងមុនច្បាស់ណាស់អ្នកកំពុងតែរៀបរាប់កុហកអ្វីហ្នឹងមើលស្នាមចុងក្រោមភ្នែកអ្នកនេះមើលទៅដូចជាស្នាមឆ្នូតកណ្ដាលពណ៌ចាស់ហើយសងខាងពណ៌ស្រាលនេះមិនមែនជាស្នាមអ្វីផ្សេងទេគឺជារបស់មូដូចជាឈើកិនម្សៅដែលគេវាចោលនិយាយឲ្យចំទៅគឺឈើកិនម្សៅនៅផ្ទះអ្នកនឹងឯងមេភូមិវាងអ្នកដែលវាអ្នកមិនមែនជាអ្នកភូមិយើងទេគឺប្រពន្ធអ្នកមែនទេអ្នកព្រោះតែចង់រក្សាមុខមាត់បរោះទើបមិនហ៊ានទទួលស្គាល់ថាត្រូវប្រពន្ធវាយទើបឆ្លៀតឱកាសរឿងបាត់ពីភូមិយើងមកធ្វើជាបង្កហេតុដើម្បីចោះចណ្ដាលឯងកុំនិយាយផ្ដេសផ្ដាសប្រពន្ធខ្ញុំសុភាពរៀបសារណាស់នាងមិនអាចវាយខ្ញុំបានទេវ៉ាងតាកៅឯងអាមនុស្សចាស់ក្បាលខូចចូលមកនេះភ្លាមវ៉ាងតាកៅឯងពូកែណាស់មែនទេកាលពីយប់មិញលេងវាចាញ់អស់500រៀលទើបត្រូវខ្ញុំទូមានហើយថ្ងៃនេះនៅហ៊ានរត់មកបង្កចំនួនធ្វើឲ្យខ្មាស់គេទៀតអូលោកវាងអញ្ចឹងតើបានជាអ្នកត្រូវប្រពន្ធលោកដោះស្រាយបែបនេះស្លាប់ហើយនៅកុហកទៀតថាគេចាប់ញាត់បែវសាច់ចង់ងាប់ហើយប្រពន្ធឲ្យខ្ញុំតិចមើលគេមើលឃើញអស់ហើយទុកមុខទុកមាត់ឲ្យបងខ្លះផងទុកមុខធ្វើអីរស់រាន់ត្រឡប់ទៅវិញទៅថ្ងៃមិនធ្វើការងារឲ្យដុំកំភួនចេះតែបង្កើងរឿងសៀវជឺឯងនេះដូចជាអ្នកស៊ើបអង្កេតពិតមែនសូម្បីតែដឹងថាគាត់ត្រូវប្រពន្ធវានឹងអង្រែភ្នែកឯងនេះពូកែម្លេះរឿងតូចតាចទេគ្រាន់តែជាការងារធម្មតាបើនិយាយពីការការពារបានហើយកុំភ្លេចសាច់មាន់ដែលសន្យាទុកសម្រាប់ថ្ងៃស្អែកណាកុំអង្រួនអីខ្ញុំទើបតែញ៉ាំឆ្អែតទេបើអង្រួនខ្លាំងចង់ក្អួតហើយនិស្សិតម្នាក់នេះពូកែម្លេះរឿងចាស់ក្នុងផ្ទះខ្ញុំប្រហែលជាអាចពឹងគាត់ឲ្យជួយរកខុសត្រូវដែរយេមានរឿងអីទៀតហើយឆ្នាំដែលបាត់រកឃើញវិញអស់ហើយមិនមែនទេនិស្សិតឲ្យយាយសុំពឹងមួយរឿងជួយស៊ើបមើលកូនប្រសារយាយផងយាយសង្ស័យថាវាមានប្រុសខាងក្រៅយាយខ្ញុំជានិស្សិតចិត្តវិទ្យាមិនមែនអ្នកស៊ើបអង្កេតឯកជនទេមិនអាចជួយចាប់ក្បត់បានទេវាជារឿងផ្ទៃក្នុងផ្ទះយាយខ្ញុំមិនអាចលុបដៃបានទេសៀវជឺឯងត្រូវតែជួយយាយកូនប្រុសយាយទៅធ្វើការនៅឆ្ងាយលំបាកណាស់យាយមិនអាចឲ្យគេរងភាពអយុត្តិធម៌បែបនេះទេឲ្យតែឯងស៊ើបឲ្យច្បាស់មន់ដែលយាយចិញ្ចឹម3ឆ្នាំអាមួយដែលខំគ្នាជារៀងរាល់ថ្ងៃយប់នេះយាយនឹងធ្វើម្ហូបឲ្យឯងញ៉ាំសាច់មន់3ឆ្នាំសាច់ណែនមិនស្វិតស្ងោរជាមួយផ្សិតពិតជាឆ្ងាញ់ខ្លាំងណាស់យាយរឿងចាប់ក្បត់ស្ដាប់ទៅមិនសូវសំទេយើងហៅថាការវាយតម្លៃសុខភាពផ្លូវចិត្តក្នុងអាពាហ៍ពិពាហ៍វិញរឿងនេះខ្ញុំទទួលធ្វើល្អណាស់អីចឹងទៅឥឡូវនេះតែម្ដងទៅកូនប្រសារយាយកំពុងតែលួចទូរស័ព្ទនៅក្រោយផ្ទះទៅ
ទៅជួបគេមើលចុះកាយវិការស្រីបំរើច្បាស់ជាកំពុងតែទៅរកប្រុសហើយយាយកុំបារម្ភអីកូនប្រសាយាយមិនបានក្បត់ទេឯងមើលដឹងម៉េចមើលកាយវិការលួចលាក់របស់គេមិនច្បាស់ទេអីស្ត្រីបាននិយាយទូរស័ព្ទជាមួយសង្សារគេនឹងមានអារម្មណ៍ធូរស្រាលនឹងយឹមប៉ុន្តែនាងម្នាក់នេះខំមកជានិច្ចព្រួយបារម្ភវាជាសញ្ញានៃការមានទុក្ខកង្វល់ខុសហើយវាជាការស្ទាក់ស្ទើរនិងពិបាកចិត្តចុងជើងចង្អុលទៅទ្វារមានន័យថានាងត្រៀមខ្លួនចេញទៅក្រៅគ្រប់ពេលនាងមិនមែនលួចមានប្រុសទេគឺកំពុងប្រញាប់រកលុយដោះស្រាយបញ្ហាកូនប្រុសខ្ញុំផ្ញើលុយមកឲ្យរាល់ខែក្នុងផ្ទះមិនខ្វះលុយទេរឿងនេះនិយាយទេពេលថ្ងៃត្រង់យើងរួមដៃគ្នាសាក់លបងគេបន្តិចនោះការពិតនឹងលេចចេញមកយេឥឡូវនេះរកស៊ីពិតជាពិបាកមែនខ្ញុំមានមិត្តម្នាក់បើខាងនេះនៅឯទីប្រជុំជនថ្មីនេះមានគេយកចិញ្ចៀនរៀបការទៅដាក់បញ្ចាំច្រើនណាស់សុទ្ធតែជាអ្នកដែលត្រូវការលុយបន្ទាន់តៃអើបាត់កូនប្រសាមិនក៏ចិញ្ចៀនមាសនៅលើដៃនាងបាត់ទៅហើយធ្វើការខ្លាចបាត់ក៏ទុកក្នុងទូទៅកូនប្រសាពេលមនុស្សកុហកគេតែងតែលាក់ដៃដោយមិនដឹងខ្លួនដើម្បីបិទបាំងភាពច្របូកច្របល់នាងមិនមែនត្រឹមតែយកចិញ្ចៀនទៅបញ្ចាំទេតែការទេទូរស័ព្ទនាសៀលនេះគឺជាការទេទៅរកអ្នកកម្ចីលុយឯកជនខ្ចីលុយមែនទេនាងពិតជាជួបរឿងអ្វីទៅឬក៏យកលុយក្នុងផ្ទះទៅចាយអស់ហើយខ្ញុំមិនបានចាយលុយផ្ដេសផ្ដាស់ទេគឺតាឈៀវជួបគ្រោះថ្នាក់នៅកន្លែងធ្វើការបាក់ជើងមេការរត់ចោលបាត់គេខ្លាចពួកយាយបារម្ភក៏ស៊ូទ្រាំមិនឲ្យខ្ញុំប្រាប់យាយខ្ញុំអស់ផ្លូវដើរទៅយកចិញ្ចៀនទៅបញ្ចាំដើម្បីបានលុយព្យាបាលគាត់កូនប្រុសរបស់យាយអើយគេថាអយុត្តិធម៌អាចដោះស្រាយបានតែរឿងនេះខ្ញុំត្រូវតែទាមទារភាពយុត្តិធម៌ឲ្យពួកគេវិញគឺគាត់នឹងហើយគឺមេការអាមួយនឹងប្រពន្ធអាឈៀវមកទីនេះធ្វើអីចង់មកទាលុយមែនទេខ្ញុំគ្មានលុយឲ្យទេអត់លុយមិញនេះពេលឯងលេងបៀចិញ្ចៀនមាសនៅលើដៃឯងភ្លឺចិញ្ចាចាក់ភ្នែកណាស់នៅធ្វើជាក៏ទៀតពួកឯងជាអ្នកណាមិនទាន់ដោះរំពេញខ្លួនផងហ៊ានមកចាក់រុកកិច្ចការងាររបស់អញខ្ញុំជាតំណាងឲ្យអាឈៀវឯងបដិសេធមិនសងថ្លៃព្យាបាលមែនទេពេលឯងថាអត់លុយភ្នែកឯងរំកិលទៅលើខាងស្ដាំនោះគឺជាសញ្ញានៃការកុហកឯងឈរជើងខ្វែងគ្នាចុងជើងចង្អុលទៅមាត់ទ្វារគឺមានន័យថាចង់រត់ឯងកំពុងតែខ្លាចក្នុងចិត្តហើយឯងមិនមែនគ្មានលុយទេគឺលុយសំណងរបស់អាឈៀវដែលធ្លាក់មកត្រូវបានឯងលួចស៊ីម្នាក់ឯងឯងនិយាយពីមិនបើគ្មានភស្តុតាងគុំនិយាយផ្ដេសផ្ដាស់ពេលឯងកុហកខ្ញុំបានថតទុកអស់ហើយពុករួមនឹងប្រវត្តិទឹកប្រាក់ក្នុងកន្នីឯងទៀតប្រគល់ឲ្យប៉ូលីសគ្រប់គ្រាន់ឲ្យឯងជាប់គុក3ឆ្នាំបើមិនសងលុយក៏ទៅប៉ុស្តិ៍ជាមួយខ្ញុំសងវិញមិនបានទេទៅយកលុយក្នុងទូដែកឲ្យគេទៅយាយកុំភ្លេចមន់ដែលសន្យាទុកណាសៀវជឿញ៉ាំឲ្យច្រើនណាស់លើកនេះអរគុណច្រើនណាស់ឯងជាអ្នកមានគុណរបស់គ្រួសារយាយថ្ងៃក្រោយចង់ញ៉ាំមាន់មកផ្ទះយាយគ្រប់ពេលអូនជឿអរគុណខ្លាំងណាស់ខ្ញុំសូមជូនមួយកែវនេះមិនអីទេបងស្រីជារឿងដែលគួរធ្វើយកលុយគេមកជួយការងារគេទៅ
សៀវជឺកុំញ៉ាំអីមានរឿងធំហើយពូប្រហែលជាបាត់ទៀតហើយនិយាយគ្នាឲ្យច្បាស់បើលើកនេះមិនមែនជ្រូកខ្ញុំដាច់ខាតមិនចេញមុខទេមិនមែនទៀតទេគឺជ្រូកមេរបស់មេម៉ាយនៅចុងភូមិទម្ងន់300គីឡូយប់មិញនេះមានគេមកកសក់អីគេកសក់ជ្រូករឿងចម្លែកក្នុងភូមិនេះមិនក៏ដាច់ពីគ្នាមួយចម្លែកម្លេះអ្នកណាជាអ្នកចិត្តអាក្រក់ចម្លែកម្លេះសូម្បីតែជ្រូកក៏មិនលែងសត្វជ្រូកដ៏គួរឲ្យអាណិតរបស់ខ្ញុំរឿងនេះចម្លែកខ្លាំងណាស់យប់នេះហ៊ានលួចករោមជ្រូកថ្ងៃស្អែកប្រហែលជាហ៊ានលួចចូលផ្ទះយើងមកកសក់យើងទៀតហើយច្បាស់ជាធៀបកសេរីដែលមកពីខាងក្រៅហើយខ្ញុំមើលក្នុងភាពយន្តតែងតែមានបែបនេះសៀវជឿឯងជួយមើលផងរឿងនេះចម្លែកណាស់អ្នកភូមិទាំងមូលភ័យអស់ហើយពួកឲ្យខ្ញុំជាអ្នកសិក្សាចិត្តវិទ្យាមនុស្សមិនមែនជាងកាត់រោមជ្រូកទេការលេងសើចបែបនេះគ្មានតម្លៃក្នុងការស៊ើបអង្កេតអ្វីទេខ្ញុំត្រូវត្រឡប់ទៅញ៉ាំមាន់ចៀនរបស់ខ្ញុំវិញបើអ្នកណាអាចចាប់ជនឈួតនេះបានខ្ញុំនឹងជូនសាច់ជ្រូកព្រៃហាលថ្ងៃដែលខ្ញុំទុក10ឆ្នាំមកហើយឲ្យអ្នកនោះសាច់ជ្រូកព្រៃហាលថ្ងៃ10ឆ្នាំរសជាតិឆ្ងាញ់ខ្លាំងណាស់ហាន់ជាបន្ទះឆាជាមួយគោខ្ទឹមឆ្ងាញ់ខ្លាំងណាស់អ្នកទាំងអស់គ្នាកុំភ័យអីរឿងនេះខ្ញុំទទួលយកដោះស្រាយនេះមិនមែនស្នាដៃមនុស្សឈួតទេមើលមុខរបួសនេះចុះវាមានមុំ45ដឺក្រេហើយប្រវែងស្មើគ្នារាល់គ្រប់សរសៃកន្ត្រៃធម្មតាមិនអាចកាត់បានបែបនេះទេតតែជាកន្ត្រៃកាត់សក់អាជីពពុករួមទាំងដៃដែលនឹងណូទើបអាចធ្វើបានកន្ត្រៃកាត់សក់អាជីពក្នុងភូមិយើងទាំងមូលមានតែជាងកាត់សក់នៅមាត់ច្រកចូលភូមិទេដែលប្រើរបស់ថ្លៃបែបនេះទៅហាងកាត់សក់ទៅធ្វើអីហ្នឹងកាត់សក់លើតម្រងជួរចេះច្បាប់ទម្លាប់ខ្លះអត់មិនមែនមកកាត់សក់ទេចង់សួរពីរឿងយប់មិញបន្តិចខ្ញុំមិនដឹងថាអ្នកកំពុងនិយាយរឿងអ្វីទេដំបូងត្រូវរក្សាភាពស្ងប់ស្ងាត់មនុស្សធម្មតាពេលសម្រាកក្នុង1នាទីព្រិចភ្នែក15ទៅ20ដងអានាងកន្ត្រៃនេះខ្លាំងណាស់មែនទេនាំចូលពីអាល្លឺម៉ង់មែនទេឯងមើលដឹងរឿងល្អតាជាង$3000មួយដើមធ្វើដៃខ្ញុំសុំនឹងកន្ត្រៃនេះហើយបើអញ្ចឹងចុះបើយកកន្ត្រៃតម្លៃ$3000ទៅកាត់រោមជ្រូកមេធំទម្ងន់150គីឡូមានអារម្មណ៍យ៉ាងណាដែរស្លាប់ហើយសក់ខ្ញុំមុខខ្ញុំខូចអស់ហើយអ្នកទៅតែពាក្យថាជ្រូកមេមែនទេស្មាស្ដាំរបស់អ្នកកំរើកដោយស្វ័យប្រវត្តិនេះជាប្រតិកម្មភ័យស្លន់ស្លោហើយភ្នែកអ្នកក្រឡេកចុះក្រោមភ្លាមអ្នកកំពុងគិតរឿងយប់មិញអ្នកកំពុងតែលាក់កំបាំងអ្វីយ៉ាងនិយាយមកពាក់កណ្ដាលអាធិបអ្នកទៅក្រោយជ្រូកអ្នកមេម៉ាយលីធ្វើអ្វីអ្នកនិយាយក្តេះក្តាស់យប់មិញខ្ញុំទៅជួបសង្សារនៅទីក្រុងនេះជាថតរូបជាមួយសង្សារខ្ញុំម៉ោងគឺម៉ោង1រំលងអាធិបលោកអ្នកស៊ើបអង្កេតអ្នកក៏មានពេលភ្នែកមើលខុសដែរសៀវជឺទាំងពេលវេលានិងទីកន្លែងគឺត្រូវគ្នាហាក់មិនមែនជាគាត់ដែលធ្វើទេយើងទៅវិញចុះកុំបង្កចំនួនអីពូក្មេងស្រីម្នាក់នេះមើលទៅមុខដូចធ្លាប់ឃើញនេះមិនមែនសៀវមីក្មួយស្រីអ្នកមេម៉ាយលីទេមែនទេគួរឲ្យចាប់អារម្មណ៍ណាស់កាត់រោមជ្រូកឲ្យផ្ទះមីងក្មួយស្រីមកធ្វើជាសាក្សីបញ្ជាក់កន្លែងកើតហេតុរឿងនេះកាន់តែជក់ចិត្តហើយតោះទៅរកសៀវមីសួរនាំមើលមែនហើយយប់មិញអាឃីងនាំខ្ញុំទៅមើលកូន5រឿងនៅទីក្រុងរួចទៅញ៉ាំអាហារពេលយប់ម៉ោង1រំលងអាធិបទើបត្រឡប់មកវិញរូបថតគឺខ្ញុំជាអ្នកថតសៀវជឺមើលទៅប្រហែលជាយល់ច្រឡំហើយគេនិយាយច្បាស់លាស់ណាស់អញ្ចឹងមែនទេចុះយប់មិញអ្នកទាំងពីរញ៉ាំអីត្រីអាំងនៅហាងទីក្រុងនោះរសជាតិឆ្ងាញ់ណាស់អ្នកទាំងពីរបានទៅញ៉ាំមែនទេ
អត់បានញ៉ាំត្រីអាំងទេអាខៀងនាំខ្ញុំទៅញ៉ាំសាច់ជ្រូកវិញសាច់ជ្រូកសៀវមីពេលអ្នកឆ្លើយសំណួរមិញនេះអ្នកលេបទឹកមាត់និងអ្នកជើងទាំងនេះជាប្រតិកម្មធម្មជាតិនៃការកុហកអ្នកភូមិទាំងអស់ដឹងថាអ្នកតាំងពីតូចមកឲ្យតែប៉ះសាច់ជ្រូកអ្នកនឹងអាឡែហ្ស៊ីពេញខ្លួនមនុស្សម្នាក់ដែលអាឡែហ្ស៊ីសាច់ជ្រូកពាក់កណ្ដាលអត់រៀបទៅញ៉ាំសាច់ជ្រូកសៀវមីអ្នកកំពុងកុហកយប់មិញអ្នកទាំងពីរមិនបាននៅជាមួយគ្នាទេរូបថតនេះគឺអ្នកទាំងពីរថតទុកមុនដើម្បីបន្លំសុំទោសរូបថតនេះពួកយើងថតកាលពីយប់ម្សិលមិញទេគឺអាខៀងឲ្យពួកយើងទៅរកអ្នកធ្វើការคล้ายធ្វើផុសតាងឲ្យពិតមែនហើយគឺគាត់ពិតមែនគាត់មករកអ្នកពាក់កណ្ដាលរៀបធ្វើអីខ្ចីកន្ត្រៃមែនទេមិនមែនទេគាត់មករកខ្ញុំដើម្បីខ្ចីទឹកថ្នាំលាងជ័រទឹកថ្នាំលាងជ័រវាសម្រាប់លាយនិងសម្អាតថ្នាំលាបគាត់កាត់រោមជ្រូកខ្ចីទឹកថ្នាំលាងជ័រធ្វើអីសម្អាតថ្នាំលាបលាងមិនចេញក៏កាត់រោមដើម្បីបិទបាំងខ្ញុំយល់ហើយពូទៅក្រោយជ្រូកសៀវជឺអ្នករកអីហ្នឹងវាជាថ្នាំលាបពណ៌ក្រហមហើយលាយជាមួយក្លិនទឹកថ្នាំលាងជ័រអាខៀងមិនមែនជាមនុស្សឈួតទេគាត់ទៅជួយដោះស្រាយបញ្ហាសោះមានគេជាថ្នាំលាបពណ៌ក្រហមលើជ្រូកនៅពេលយប់អាខៀងឃើញហើយទើបព្យាយាមប្រើទឹកថ្នាំលាងជ័រលាងចេញតែថ្នាំវាស្ងួតអស់ហើយដើម្បីលាក់ថ្នាំលាបពណ៌ក្រហមដូចឈាមនេះគាត់មានតែត្រូវកាត់រោមជ្រូកចេញទាំងអស់តើអ្នកណាអាក្រក់ម្លេះអ្នកដែលជាថ្នាំលាបលើជ្រូកទើបជាឃាតពិតប្រាកដអូសៀវជឺសើបមើលក្នុងភូមិថាថ្មីនេះអ្នកណាបានទិញថ្នាំលាបពណ៌ក្រហមមេភូមិអ្នកទាំងពីរមកធ្វើអីខ្ញុំកំពុងដុតខោអាវចាស់ខោអាវនេះប្រឡាក់សុទ្ធតែថ្នាំលាបពណ៌ក្រហមគឺអ្នកហើយដែលធ្វើរឿងនេះអាមនុស្សកងកែបអ្នកនិយាយផ្ដេសផ្ដាសនេះខ្ញុំជូតថ្នាំលាបលើទ្វារផ្ទះខ្ញុំទៅប្រឡាក់ទេអ្នកគ្មានភស្តុតាងទេស្ដាប់អ្វីដែលនិយាយមើលទៅដូចជាខឹងលោកបាំងខ្វិនចិត្តមនុស្សកាន់តែទេពេលនិយាយសំឡេងនឹងកាន់តែតឹងសំឡេងនឹងឡើងខ្ពស់ដោយមិនដឹងខ្លួនមិញអ្នកស្រែកសំឡេងអ្នកស្អកអស់ហើយនៅហ៊ានប្រកែកទៀតជើងអ្នកទាំងពីរងាកចេញកែងជើងលើកបន្តិចនេះជាប្រតិកម្មរាងកាយដែលត្រៀមរត់អ្នកមិនហ៊ានមើលមុខអ្នកមេម៉ាយលីទេអ្នកមិនមែនខឹងនឹងជ្រូកទេអ្នកមានចិត្តណែសងសឹកប្រាប់ខ្ញុំមកហេតុអ្វីបានជាចង់សងសឹកខ្ញុំសារភាពទាំងអស់កាលពីយប់ម្សិលមិញខ្ញុំកាន់សាច់ជ្រូកពាក់កណ្ដាលទូទៅសារភាពស្រឡាញ់អ្នកមេម៉ាយលីមិនត្រឹមតែបដិសេធខ្ញុំទេថែមទាំងជេរខ្ញុំថាសូម្បីតែជ្រូកក្នុងផ្ទះគាត់ក៏មិនស្មើផងខ្ញុំខឹងខ្លាំងពេកពាក់កណ្ដាលអធិរតក៏ទៅជាថ្នាំលាបពណ៌ក្រហមតែម្ដងទៅរឿងក្តីត្រូវបានដោះស្រាយហើយសៀវជឺអ្នកពិតជាពូកែខ្លាំងណាស់មិនមែនទេអាខ្វេកវាសារភាពរឿងលាបថ្នាំហើយចុះហេតុអ្វីបានជាថូនីសៀងទៅជួយលាក់បាំងឲ្យមេម៉ាយលីនៅពាក់កណ្ដាលអធិរតបែបនេះគេចង់បានអ្វីពីគាត់អាខ្វេកវាសារភាពអស់ហើយទើបតែប្រាប់អ្នកឥឡូវនេះនៅពាក់កណ្ដាលអាធិរតហេតុអ្វីបានជាអ្នកទៅជួយដោះស្រាយបញ្ហាឲ្យលីសិនជាហើយជួយកោរោមជ្រូកឲ្យគេកងឈៀងប្រាប់មកឆាប់ឡើងពេលមនុស្សម្នាក់មើលមនុស្សដែលខ្លួនស្រឡាញ់រន់ប្រស្រីភ្នែកនឹងរីកធំដោយមិនដឹងខ្លួនហើយចុងជើងក៏នឹងចង្អុលទៅរកខាងទៀតដោយស្វ័យប្រវត្តិប្រឡេកមើលក្រសែភ្នែកអ្នកដែលមើលសៀវម៉ៃចុះពោពេញដោយភាពទន់ភ្លន់ដែលលាក់មិនចិត្តអ្នកស្រឡាញ់នាងមែនទេអ្នកដើរកាត់ក្រោយជ្រូកនៅពាក់កណ្ដាលអាធិរតហើយឃើញជ្រូកមេប្រឡាក់សុទ្ធតែឈាមប្រតិកម្មដំបូងរបស់អ្នកមិនមែនជាការដឹងប៉ូលីសទេព្រោះអ្នកដឹងថាសៀវម៉ៃនិងលីសិននឹងភ័យខ្លាចបើឃើញនៅព្រឹកស្អែកដូច្នេះអ្នកក៏ទៅខ្ចីទឹកសាប៊ូពីសៀវម៉ៃដើម្បីលាងសម្អាតតែលាងមិនចេញអ្នកក៏សុខចិត្តយកកន្ត្រៃកាត់សក់តម្លៃ 3000 ដែលអ្នកស្រឡាញ់បំផុតមកកាត់រោមជ្រូកនោះចេញម្ដងមួយសរសៃអ្នកមិនមែនជាមនុស្សវិកលចរិតទេ
អ្នកគឺជាអ្នកចម្បាំងដែលស្រឡាញ់ដោយស្មោះត្រង់ពងឈៀងអ្នកល្ងងណាស់ហេតុអ្វីមិនប្រាប់ខ្ញុំអាល្ងងឲ្យរឿងអាពីពិពាននេះអញយល់ព្រមតាមហើយលីសិនសំណុំរឿងត្រូវបានដោះស្រាយហើយគូស្នេហ៍ក៏បានជួបជុំគ្នាចុះសាច់ជ្រូកដែលទុក10ឆ្នាំនោះតើយើងនឹងកាត់វានៅពេលណា